Nah, iniយើងបានតែ photo ប្រើថ្មយើងមានពេលយើងដាក់ថ្មយើងឃើញសញ្ញាលោតថ្មនេះ5វិនាទីម្ដងឥឡូវយើងតេស្តបើកសារមួយយើងកាច់ reset បន្ទាប់មកយើងកាច់ខាងជាងទៀតទៅ on ដើម្បីតេស្តថាវាដើរអត់សិនចឹងវាដើរហើយបន្ទាប់មកយើងកាច់ off ដើម្បីបិទវាវិញដើម្បីដឹងថាបិទបើកដើរធម្មតាបន្ទាប់មកយើងចាប់ដើមសេរីម៉ោងចឹងបើយើងចង់សេរីក្នុងនេះយើងឆ្វេងយើងប្រហែលម៉ោងសេរីម្ដងក្នុងនេះករណីនេះយើងពី10ម៉ោងសេរីម្ដងមួយថ្ងៃផ្ទុយ2ដងបន្ទាប់ស្ដាំទៀតយើងកាច់1នាទីស្រោចម្ដងស្រោចម្ដង1នាទីចឹងវាចាប់ដើមដែរបន្ទាប់ពី1នាទីមកវាបិទខ្លួនឯងហើយបន្ទាប់ពីមាន12ម៉ោងក្រោយវានឹងចាប់ដើមដើរម្ដងទៀតនេះលក្ខណៈហ្នឹងវិលជុំរហូតដល់អស់ថ្មបាទចំពោះនាឡិកានេះទឹកនេះជួនកាលមានបញ្ហាពេលដែលដូរថ្មហើយយើងដាក់ថ្មវិញវាឡើងដើរអញ្ចឹងនៅពេលដែលយើងឃើញភ្លើងញាក់ញាប់មានន័យថាថ្មខ្សោយយើងត្រូវដូរហើយនៅពេលដែលដូរថ្មយើងត្រូវដោះថ្មចាស់ចេញហើយយើងទុកឲ្យយូរអាច15នាទីឬ20នាទីតតែលែងមានភ្លើងញាក់ដើម្បីឲ្យដាច់ប្រូក្រាមចាស់បន្ទាប់ពីដូចករណីនេះអញ្ចឹងយើងដកថ្មចេញទៅទូមានតែញាក់ទៀតដោយសារវាមាន capacitor store ភ្លើងក្នុងថ្មក្នុងហ្នឹងអញ្ចឹងនៅពេលដែលភ្លើងលែងញាក់ហើយចាំយើងដាក់ថ្មថ្មីចូលបន្ទាប់មកយើងកាច់ទៅ reset ហើយយើងកាច់ទៅ on off ដើម្បីឲ្យវាដើរសិនចាំ set program ឡើងវិញក្នុងករណីដែលវា error នៅពេលដែលយើងដូរថ្មហើយវាលែងដើរ